ស្សនវិស័យអូហេតុអ្វីបានជាគ្មានអ្វីក្រៅពីសៀវភៅប្រាក់របស់ធនាគារមិនមានអ្វីផ្សេងទៀតដែលត្រូវប្រតិបត្តិទេព្រោះជាព្រមការប្រមូលអ្នករាំប៉ារីសរបស់ Clear Apples បំណែក Van Cleef Apples នៅក្នុងដៃរបស់គាត់បន្ថែមតម្លៃសរុបគឺខ្ពស់រហូតដល់2លានវាបានហួសពីក្រុង Kansai ទៅទៀតតម្លៃនៃពិធីជប់លៀងរបស់ព្រះអរហន្តទាំង18បន្ទាប់គឺពិភពលោកដ៏រាបទាបរបស់ខ្ញុំបងវងសូមកុំបោកខ្ញុំយ៉ាងថេទាំងនេះមិនមែនមកពីសាធារណរដ្ឋចិនទេដំបូងបំផុតគឺរាជវង្សថេងឬសូម្បីតែរាជវង្សមេងអូហាងនេះពួកគេទាំងអស់ត្រូវបានតម្រៀបចេញដោយ Boss Chen តែសល់តែវត្ថុមានតម្លៃទាំងពីរនេះខ្ញុំហ៊ាននឹងហៅគាត់ចេញទិញគ្រឿងអលង្ការសមរម្យទៅផ្ទះមិត្តស្រីរបស់អ្នកដើម្បីសុំរៀបការជនទាំង4នេះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការមើលឃើញប្រសិនបើខ្ញុំមិនបានទៅការដេញថ្លៃរដូវស្លឹកឈើជ្រូកជែកខ្ញុំក៏មិនអាចទទួលស្គាល់ឆ្នាំនៃយន្តថេនេះដែរបុរសម្នាក់នេះអាចប្រាប់បានថានេះជាវត្ថុពីរាជវង្សថេងខ្ញុំត្រូវតែហ៊ានឲ្យគាត់ដឹងរឿងនេះមុនពេលតម្លៃពិតនៃវេទិការៀបការជាមួយគាត់ហាបងខាវអ្នកមិនយល់រឿងនេះទេមែនទេបងប្រុសខ្ញុំធ្លាប់លេងជាមួយរឿងផ្សេងយន្តថេនេះគឺជាយន្តថេនៃបទចម្រៀងប្រជាប្រិយវាមិនសមនឹងលុយតតែសោះធ្វើបែបនេះបងប្អូននឹងរងទុក្ខបន្តិចហើយចុះខ្ញុំឲ្យលុយអ្នក1000យន់យ៉ាងម៉េចដែរអូនក៏និយាយជាមួយខ្ញុំដែរខ្ញុំនឹងឲ្យអ្នក1000សម្រាប់$1000អត់ធំ1000ប្រសិនបើវាមិនមែនសម្រាប់គ្រឿងអលង្ការទាំងនោះខ្ញុំខ្ជិលរំខានអ្នកកុំខ្ជិះខ្ជាយដង្ហើមរបស់អ្នកមិត្តស្រីរបស់ខ្ញុំគាត់ទូចថាខ្ញុំទិញគ្រឿងអលង្ការពេជ្រឲ្យគាត់ខ្ញុំនឹងប្រើលុយរបស់ខ្ញុំទាំងអស់ដើម្បីទិញហាងនេះខ្ញុំមានគម្រោងលក់យន្តថេនេះបន្ទាប់មកទិញគ្រឿងអលង្ការពេជ្រសមរម្យមួយចំនួនគ្រឿងអលង្ការពេជ្រវាមិនមែនថាមិត្តបរទេសល្អទេមកខាងយើងនោះជារបស់ជុះទាំងអស់វាមិនមែនជាវត្ថុបុរាណទេខ្ញុំកំពុងប្រាប់អ្នកមិនសួរខ្ញុំថាខ្ញុំយ៉ាងម៉េចហាប៉ុន្មានថ្ងៃមុនខ្ញុំនៅកន្លែងរស់នៅរបស់ជនបរទេសហៅហេខ្ញុំបានរកឃើញរបស់នេះមួយសូមក្រឡេកមើលអូពេលនោះជនបរទេសនោះដាក់គាត់ក្នុងទូវាពិតជារបស់មានប្រយោជន៍ហើយយេនឹងអ្នកមិនចង់បានរបស់នេះទេផ្ដល់ឲ្យគាត់ជាមុនមានរឿងល្អបែបនេះនេះគឺជាព្រះដែលជួយខ្ញុំប្រកូលលុយឲ្យខ្ញុំយ៉ាងសកម្មហេផ្ដល់ឲ្យខ្ញុំជាមុនសិនបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់យើងម្នាក់នឹងយកពាក់កណ្ដាលឡគ្មានបញ្ហាទេខ្ញុំនឹងស្ដាប់អ្នកហាបងប្រុសខោអានេះមិនមែនជារឿងចៃដន្យទេពេលខ្ញុំនៅហៅហេប៉ុន្មានថ្ងៃមុនពីជនបរទេសដែលមានទ្រព្យសម្បត្តិខ្ញុំបានទិញខ្សែកមួយប្រអប់មកមើលអូហូមើលអូហូត្បូងរកនេះគឺថ្លាគុណភាពល្អឥតខ្ចោះតើវាមិនប្រសើរជាងការទិញវានៅក្នុងហាងទេអាហាវាជាការចម្លងនៃប៉ាល់ទីតានិកបេះដូងនៃមហាសមុទ្រសូមប្រជាជនក្រុងហែងនឹងស្ដាប់នៅអ្វីដែលវងទេវ៉ែទើបតែនិយាយខ្ញុំខ្លាចខ្ញុំស្លាប់ដោយការសាយបងប្រុសវងខ្ញុំមិនគិតថានេះជាពេជ្រទេគ្រាប់ពេជ្រទំហំគ្រាប់សណ្ដែកនៅលើទីផ្សារតម្លៃគឺរាប់ពាន់យន់ពេជ្រមួយគ្រាប់ធំនេះត្រូវតែមានតម្លៃរាប់លានអូល្អណាស់ពួកយើងជាបងប្អូននឹងគ្នាជាច្រើនឆ្នាំតើខ្ញុំអាចកុហកអ្នកដោយរបៀបណានេះគឺសុទ្ធតែរបស់ល្អទាំងអស់យកវាទៅឲ្យបងថ្លៃស្រីវិញប្អូនប្រុសនិងប្អូនថ្លៃរបស់ខ្ញុំប្រកាសជាសប្បាយចិត្តនេះគឺល្អមើលប៉ុន្តែពួកគេទាំងអស់សុទ្ធតែចាស់ប្រសិនបើមិត្តស្រីរបស់ខ្ញុំមិនចូលចិត្តតើខ្ញុំអាចដកបានទេខ្ញុំដូរជូនវិញភ្លាមខ្ញុំអាចលក់វាបានភ្លាមមិនទេអញ្ចឹងខ្ញុំយកវាក៏បានអរគុណបងប្រុសវងហាអូសួស្តីបងប្អូនទើបតែបើកអាជីវកម្មសូមធ្វើការងាររបស់អ្នកជាមុនសិនយើងនឹងមិនរំខានអ្នកទេចាំនិយាយគ្នាម្ដងទៀតពេលយើងត្រឡប់មកវិញហាល្ងងខ្ញុំមិនដឹងទម្ងន់ខ្លួនឯងទេបើខ្ញុំមិនខ្ជិលខ្ជិះខ្ជាយដង្ហើមខ្ញុំនិយាយជាមួយអ្នកត្រូវបន្ថែម50000ឬ100000ឆៃវាថ្ងៃនេះមានអារម្មណ៍ល្អដូច្នេះខ្ញុំមិនរំខានអ្នកទេបំណែកនៃប្រភេទទឹកកកនិងកញ្ចក់ JD ពុក4បំណែកនៃ Van Cleef Apples គ្រឿងអលង្ការខ្ញុំបានបើកហាងលក់វត្ថុបុរាណមួយដោយមិនគិតថ្លៃហើយបានប្រាក់ចំណេញសុទ្ធចំនួន5លានឆ្ងាញ់
តាអ្នកកំពុងធ្វើអ្វីជាមួយខ្ញុំម្ដងទៀតសួស្តីលោកលីខ្ញុំមានរឿងពីរដែលត្រូវធ្វើនៅថ្ងៃនេះដំបូងខ្ញុំឃើញតែវត្ថុបុរាណប៉ុណ្ណោះខ្ញុំចង់ឲ្យអ្នកបើកភ្នែករបស់អ្នកនេះជាលើកទី2ខ្ញុំទើបតែទិញ Boise